ជំរាបសួរបងប្អូនសិស្សានុសិស្សនេះជាគន្លឹះក្នុងការថ្លឹងសម័យកាលក្នុងមជ្ឈដ្ឋានអាស៊ីតថ្លឹងសម័យកាលក្នុងមជ្ឈដ្ឋានអាស៊ីតគឺបងប្អូនត្រូវដឹងថាមជ្ឈដ្ឋានអាស៊ីតមានអ្វីបានយើងដឹងថាវាជាមជ្ឈដ្ឋានអាស៊ីតអញ្ចឹងបងប្អូនត្រូវដឹងថាមជ្ឈដ្ឋានអាស៊ីតគឺជាមជ្ឈដ្ឋានដែលមានហាបូកនិងមានឬក៏មាន OH ដកអញ្ចឹង H3O ក៏តំណាងឲ្យអាស៊ីត H បូកក៏តំណាងឲ្យអាស៊ីតអញ្ចឹងសម័យកាលណាដែលមានអ៊ីយ៉ុង H បូកនិងអ៊ីយ៉ុង H3O បូកគឺជាមជ្ឈដ្ឋានអាស៊ីតដែរអញ្ចឹងដើម្បីថ្លឹងសម័យកាលក្នុងមជ្ឈដ្ឋានអាស៊ីតយើងត្រូវថ្លឹងធាតុផ្សេងក្រៅពី O និង H មុនដោយថែមមេគុណចំពោះអង្គខាងណាខ្វះ O យើងត្រូវថែមទឹកអង្គខាងណាដែលខ្វះ H គឺយើងត្រូវថែម H បូកចុងក្រោយគឺយើងត្រូវថ្លឹងបន្ទុកត្រូវថែមអេឡិចត្រូនហ្នឹងយើងត្រូវដាក់ហើយសញ្ញាដកពីលើបែបនេះតាំងឲ្យអេឡិចត្រូននៅអង្គខាងណាដែលមានបន្ទុកធំជាងឧទាហរណ៍ថ្លឹងសម័យកាលនៃគូរ៉េដុកខាងក្រោមក្នុងមជ្ឈដ្ឋានអាស៊ីតអញ្ចឹងបងអូនថ្លឹងសម័យកាលគូរ៉េដុកទឹកអុកស៊ីសែនជាមួយនឹងទឹកថ្លឹងជាក្នុងមជ្ឈដ្ឋានអាស៊ីតអញ្ចឹងមុនដំបូងអូនច្នៃពីគូរ៉េដុកហ្នឹងមកជាបែបនេះបងអូនដាក់សញ្ញាព្រួយឲ្យឆ្ងាយពីអង្គធាតុប្រតិករនេះអង្គធាតុអុកស៊ីតករនេះឆ្ងាយតិចព្រោះយើងត្រូវការថែមយើងខ្វះត្រូវការថែមអញ្ចឹងដាក់សញ្ញាព្រួយចិត្តដល់ពេលយើងត្រូវថែមទៅវាត្រូវជាន់គ្នាអញ្ចឹងដាក់ឆ្ងាយអញ្ចឹងមុនគេក្បួនមិញគឺប្រាប់យើងថាឲ្យថ្លឹងធាតុផ្សេងមុនគេគឺធាតុផ្សេងមុន H និង O តែឥឡូវដោយសារធាតុផ្សេងយើងអត់មាន H និង O អញ្ចឹងថ្លឹង O មុន O ខាងឆ្វេងគឺមាន O ពីរខាងស្ដាំនេះមាន O តែមួយទេអញ្ចឹងដើម្បីថ្លឹង O ឲ្យស្មើយើងត្រូវថែមទឹកអញ្ចឹងយើងបូកថែមទឹកបែបនេះអញ្ចឹងយើងដាក់ទឹកមកមួយមកយើងបាន O នេះមួយ O នេះមួយបាន O ពីរស្មើខាងនេះស្មើខាងឆ្វេងយើងដាក់មុខទឹកក៏បានយើងដាក់លេខ2ពីមុខទឹកនេះក៏បានដែរអញ្ចឹង O ស្មើយើងមើលហាសខាងឆ្វេងមាន2ហាសខាងស្ដាំមាន2បូកខាងនេះ2ទៀតគឺ4អញ្ចឹងខាងឆ្វេងត្រូវខ្វះហាស2អញ្ចឹងខ្វះហាសយើងត្រូវថែមអីថែមហាសបូកអញ្ចឹងយើងខ្វះ2ហាសបូកយើងត្រូវថែម2ហាសបូកអញ្ចឹង O ក៏ស្មើហាសក៏ស្មើប៉ុន្តែយើងមកបន្ទុកខាងស្ដាំនេះ0ទឹកអត់មានបន្ទុកទេបានន័យថាស្មើ0ខាងនេះក៏ស្មើ0ចំណែកហាសពី O2 នេះអត់មានបន្ទុកទេក៏0ប៉ុន្តែហាសនេះគឺបូក1គុណនឹង2គឺបូក2អញ្ចឹងខាងឆ្វេងមានបន្ទុកបូក2ខាងស្ដាំមានបន្ទុក0អញ្ចឹងខាងណាធំជាងគឺខាងឆ្វេងអញ្ចឹងថ្លឹងបន្ទុកឲ្យស្មើគឺថែមអេឡិចត្រូនដែលនៅខាងធំអញ្ចឹងយើងត្រូវថែមប្រមាណដើម្បីឲ្យស្មើគ្នាឲ្យស្មើ0ដូចខាងស្ដាំអញ្ចឹងត្រូវថែម2អេឡិចត្រូនគឺថ្លឹងបែបនេះឧទាហរណ៍ទី2ថ្លឹងសម័យកាលគូរ៉េដុកអ៊ីយ៉ុងឌីក្រូម៉ាតជាមួយនឹងក្រូម3បូកអញ្ចឹងបងអូនមើលចេញពីគូរ៉េដុកនឹងមកយើងត្រូវដាក់បែបម៉េចយើងត្រូវដាក់បែបនេះ CO2 O7 2ដកយើងដាក់នៅដដែលហើយក្រម3បូកយើងដាក់មកខាងមុខព្រួយចេញមកសញ្ញាព្រួយនៅនេះអញ្ចឹងយើងមើលអីមុនគេយើងមើលក្រមខាងនេះពីរខាងឆ្វេងពីរខាងស្ដាំអត់មានទេអញ្ចឹងដើម្បីស្មើយើងត្រូវថែមមុខក្រមនៅខាងស្ដាំនេះគឺថែម2អញ្ចឹងក្រមស្មើអញ្ចឹងយើងមើល O ខាងឆ្វេងមាន O ចំនួន7ចំណែកខាងស្ដាំអត់មាន O ទេអញ្ចឹងខ្វះ O ថែមអីខ្វះ O ត្រូវថែមទឹកអញ្ចឹងយើងថែមទឹកតែមួយបានតែ O មួយឯងអញ្ចឹងដោយសារខាងនេះមាន O 7អញ្ចឹងត្រូវដាក់ខាងស្ដាំ7ដែរអញ្ចឹងត្រូវដាក់7ទឹកបូកថែម7ទឹកអញ្ចឹងដាក់7ទឹកមកបាន7 O ស្មើគ្នាអញ្ចឹងយើងមើលហាសម្ដងហាសនេះមាន2សន្ទុះវា2មានមេគុណ7អញ្ចឹង2គុណនឹង7ស្មើ14ខាងនេះអត់មានហាសទេអញ្ចឹងខ្វះហាសត្រូវថែមហាសបូកអញ្ចឹងខ្វះ14ហាសអ
ចឹងthì យើងត្រូវបូកថែម14ហាបូកចឹងកាលណាយើងថ្លឹងហាហើយបានន័យថាធាតុយើងស្មើអីនៅតែបន្ទុកឯងបន្ទុកយើងមើលខាងនេះបូក6បូក3គុណ2បូក6ខាងនេះ0ខាងនេះបូក1គុណនឹង14គឺបូក14អានេះដក2អញ្ចឹងខាងណាធំជាងយើងយកសញ្ញាព្រួយនេះដាក់កន្លែងសញ្ញាស្មើនេះនិងវិធីដាក់អេឡិចត្រូនកុំឲ្យយើងច្រឡំដាក់សញ្ញាស្មើខាងនេះយើងយក3បូកគុណនឹង2មកឃើញ6បូកខាងនេះ0យើងបាច់ដាក់ទេណាអញ្ចឹងខាងស្ដាំនេះគឺស្មើនឹងបូក6បន្ទុកណាយើងមើលខាងឆ្វេងវិញខាងឆ្វេងក្រោមនេះអ៊ីយ៉ុងឌីក្រូម៉ាតនេះគឺដក2ចំណែក5បូកនេះគឺ14បូកអញ្ចឹងយើងស៊ីសងវាមកដក2និងបូក14គឺស្មើនឹងបូក12ចំណែកខាងស្ដាំគឺបូក6នៅដដែលអញ្ចឹងយើងមើលខាងណាធំជាងខាងបូក12នេះខាងឆ្វេងនេះធំជាងអញ្ចឹងយើងបោះអាបូក6នៅខាងស្ដាំនេះមកខាងធំអញ្ចឹងវាទៅជា12នៅដដែលបូក6បោះមកខាងនេះមកគឺដក6អញ្ចឹងនៅសល់ប៉ុន្មាននៅសល់បូក6អញ្ចឹងអាបូក6ហ្នឹងយើងត្រូវយកមកដាក់អេឡិចត្រូននៅខាងដែលធំនេះអញ្ចឹងយើងដាក់តា6អេឡិចត្រូនអញ្ចឹងបងអូនយល់នៅសាកល្បងធ្វើខ្លួនឯងអរគុណច្រើនដែលបងអូនបានរៀននិងតាមដានស្ដាប់